Okay, let's be real. We all want a faster PC, right? And for years, we've been told the key is to clean out those pesky junk files. ដើម្បីផលិតវីដេអូបែបនេះបានអញ្ចឹងជាដំបូងបងប្អូនទាំងអស់គ្នាត្រូវមាន Google account សិនហើយបន្ទាប់ទៀតមកគឺយើងត្រូវចូលទៅក្នុង Google App របស់យើងនេះហើយយើង scroll ទៅក្រោមត្រូវពាក្យថា Notebook LM អូខេហើយយើងបានប៉ុណ្ណឹងមកហើយយើងចុចទៅលើពាក្យថា Create new notebook អូខេអញ្ចឹងយើងបានប៉ុណ្ណឹងហើយនៅត្រង់ចំណុចនេះយើងអាចធ្វើការ upload file នេះហើយមួយទៀតយើងអាចទាញយកវីដេអូចេញពី channel YouTube ឬក៏ទៅលើ website ផ្សេងៗមកភ្ជាប់ website ផ្សេងៗអញ្ចឹងទៅដើម្បីឲ្យ notebook LM ហ្នឹងជួយសង្ខេបឲ្យយើងឬក៏យើងទាញពី Google Drive របស់យើងក៏បានទាញពី Drive ឬក៏យើង copy text ដើម្បីឲ្យវាធ្វើការសង្ខេបឲ្យយើងក៏បានដែរឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំមានប្រភេទវីដេអូដោយនេះខ្ញុំមានវីដេអូប្រភេទនេះអញ្ចឹងខ្ញុំចង់ធ្វើការ generate វាឧទាហរណ៍ថាឥឡូវខ្ញុំយករបៀបសម្អាត file មកបានការនឹងមួយខ្ញុំគាត់ទៅចុចលើពាក្យថា copy link ហើយបន្ទាប់ទៀតមកខ្ញុំយកមក drop វានៅក្នុងចំណុចនេះបាទខ្ញុំ drop វាប៉ុណ្ណឹងមកហើយក៏យើងធ្វើការចុច generate វាចុច send វាទៅឲ្យ notebook LM ធ្វើការហើយត្រង់ចំណុចនេះគឺវាធ្វើការឲ្យយើង generate ចេញជា text ហ្នឹងគឺច្រើនហើយលឿនមែនទែនហើយបន្ទាប់ទៀតបងប្អូនត្រូវកលេចមើលនៅខាងស្ដាំដៃហើយនៅក្នុងវីដេអូហ្នឹងមួយគឺវាអាចផលិតបានទៅជា audio overview ហើយ slide ក៏បាន video overview ក៏បានដែរហើយវាមាន report មាន map ហើយមាន flashcard ហើយមានច្រើនទៅចំណុចទៀតក៏ប៉ុន្តែបើសិនជាខ្ញុំចង់បានវីដេអូនេះដើម្បីយកទៅធ្វើការផុសក្នុង social media ឬក៏យើងចង់បានធ្វើជា slide ដើម្បីយកទៅបង្ហាត់បង្រៀនក្មេងៗក៏បានដែរអញ្ចឹងបើសិនយើងចង់បានជាវីដេអូវានឹងឲ្យជាកម្រិតគុណភាពមួយដែលយើងទទួលបានជាសាច់វីដេអូហ្នឹងអញ្ចឹងកន្លែងនេះបើសិនជាបងប្អូនយកកាន់តែធំវាកាន់តែច្បាស់ហើយភាពហ្មត់ចត់របស់វាក៏កាន់តែល្អប្រសើរដែរក៏ប៉ុន្តែតើតោជាមួយនឹងភាសាហ្នឹងគឺយើងអត់មានភាសាខ្មែរទេនៅក្នុងនេះAI របស់ LM ហ្នឹងគឺមិនទាន់បានបញ្ចូលជាភាសាខ្មែរនៅឡើយទេអញ្ចឹងចូលរួមសោកស្ដាយផងកន្លែងហ្នឹងអូខេយើងបានតែប៉ុណ្្នឹងទៅហើយយើងរើសទំហំណាមួយដែលយើងគិតថាយើងពេញចិត្តយើងចុចលើពាក្យ generate មកហើយកន្លែងនេះអាចថាយើងធ្វើការរងចាំយ៉ាងយូរបន្តិចណាធ្វើការរងចាំយ៉ាងយូរត្រឹមឲ្យវា generate ចប់កន្លែងនេះអាចថាវាទៅតាមទំហំវីដេអូហើយទៅតាមកម្រិតរូបភាពដែលយើងបានធ្វើដែរអូខេក្រោយពីយើង generate បានគឺយើងទទួលបានសាច់វីដេអូប៉ុណ្ណេះដូចដែលបងប្អូនបានឃើញស្រាប់អញ្ចឹងហើយឥឡូវនេះខ្ញុំចុច play មើលហើយយើងនឹងទទួលបានគុណភាពវីដេអូមួយយ៉ាងសមរម្យ But what if I told you the way you've always been doing it is actually wrong? That you're leaving a huge mess behind? Today, we're going to look at the right way to clean your Windows 11 machine. Think about it. When your computer starts to lag, what's your first move? For so many... អូខេឥឡូវគឺយើងទទួលបានវីដេអូតែប៉ុណ្្នឹងហើយខ្ញុំគិតថាកម្រិតរូបភាពប៉ុណ្ណេះគឺវាសមរម្យហើយសម្រាប់យកទៅប្រើប្រាស់ឬក៏សម្រាប់យកទៅផុសនៅលើបណ្ដាញសង្គមហើយសូមបញ្ជាក់ថានៅពេលដែលយើងប្រើនៅក្នុង platform free គឺទទួលបានជាប់ការវត្តមាសំទោសគឺយើងនឹងជាប់វត្តមានៅកន្លែងនេះអញ្ចឹងកន្លែងនេះបើសិនយើងអត់ចង់ឲ្យជាប់វត្តមាទេបង់លុយចុះអូខេយើងបានប៉ុណ្្នឹងហើយយើងធ្វើការ download ទុកមកបាទ download ទុកមកតែប៉ុណ្្នឹងមកគឺចប់បាទនេះតែប៉ុណ្្នឹងមកយើងទទួលបានវីដេអូមួយដែលមានគុណភាពល្អហើយចឹងអរគុណច្រើននៅក្នុងនេះខ្ញុំសង្ខេបរួមមកវិញគឺវាផលិតវីដេអូឲ្យយើងហ្នឹងគឺនៅក្នុងន័យមួយថាជាលក្ខណៈបែបសង្ខេបដែលយើងហៅថា overview ចឹងអរគុណច្រើនហើយសូមគោរព
ជំរាបលាបងប្អូនទាំងអស់គ្នាហើយយើងជួបគ្នាជាមួយវីដេអូក្រោយបន្ថែមទៀត